សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿង Detective Conan យើងតទៀតតកាន់មកដល់នៅព្រឹកឡើងដែលគូដូកំពុងតែដេកសក់ស្រាប់តែឮសំឡេងផ្ទុះមួយតតែពេលចេញទៅមើលឃើញលោក Professor ដែលមានឈ្មោះថា Hiroshi Akasa កំពុងតែតេស្តសាកល្បងឧបករណ៍វិទ្យាសាស្ត្រថ្មីរបស់គាត់កាន់មកមើលនៅផ្ទះមួយដែលគេបានណែនាំតួអង្គថ្មីពីរនាក់ដែលម្នាក់មានឈ្មោះថា Ran Mori ដែលជាមិត្តតាំងតូចរបស់គូដូហើយម្នាក់ទៀតគឺជាឪពុករបស់នាងដែលឈ្មោះថា Koguro Mori ដែលជាភ្នាក់ងារស៊ើបអង្កេតឯកជនម្នាក់ហើយនៅក្នុងชุดនេះយើងឃើញថាឪពុករបស់ Ran កំពុងតែខឹងគូដូដែលបំបែករឿងក្តីបានដែលធ្វើឲ្យគាត់អត់មានការងារធ្វើតតែសោះហើយ Ran បានតបទៅវិញថាឲ្យធ្វើម៉េចបើគូដូកែខាងនឹងហើយមិនមានអីច្រើន Ran ក៏លាឪពុករបស់នាងទៅសាលាទៅយើងឃើញថានៅតាមផ្លូវគឺថាល្បីរឿងរបស់គូដូណាស់ដែលធ្វើឲ្យគូដូសប្បាយចិត្តណាស់ហើយស្រីគ្រាន់តែឃើញគូដូភ្លាមគឺពិតជាលងស្រឡាញ់គាត់តែម្ដងហើយបាននិយាយថាអូយគាត់លុយណាស់ហើយគូដូកំពុងតែដើរស្រាប់តែស៊ីម្ដាយរបស់រ៉ានហើយខ្ញុំមិនដឹងថានេះម្ដាយឬក៏ម៉ាក់ស្អីខ្ញុំមិនដឹងទេតែយើងឧបកិច្ចថានឹងម្ដាយចុះហើយក្រំឃើញភ្លាមគូដូសួររ៉ានថាខឹងគាត់រឿងអីទៀតហើយរ៉ានបានឆ្លើយទៅវិញថាអត់បានខឹងទេរឿងគូដូឯងដណ្ដើមការងារប៉ារបស់ខ្ញុំអស់ទៅហើយគូដូសើចហើយនិយាយថាធ្វើម៉េចបើប៉ារ៉ានឯងអត់សូវពូកែផងហ្នឹងហើយរ៉ានបានតបទៅវិញថាខ្ញុំអត់បានខឹងទេបាទគាត់សាច់អត់បានខឹងឯងដាក់ឡើងបាក់ថ្មខ្ទេចឯងហើយតាមផ្លូវទៅសាលារ៉ានបានសួរគូដូថាអ្នកណាជាអាយដលរបស់គូដូឯងទៅហើយគូដូបានឆ្លើយទៅវិញថាគឺលោក Conan Doyle Sherlock Holmes រ៉ានតទៅវិញថាតែវាគ្រាន់តែមាននៅក្នុងសភៅប្រឡំលោកហ្នឹងហើយគូដូបានស្ងើចសរសើរលោកកូណានណាស់ដោយស្នាដៃរបស់គាត់ពិតជាពូកែហើយភ្លាមនោះគូដូបាននិយាយថាការខ្លាចជាអ្នកសម្កេតពិតជាលយណាស់ហើយក៏បានដកសម្បត្តិដែរស្រីផ្ញើឲ្យគេហើយពេលនោះរ៉ានបាននិយាយថាបើស្រីផ្ញើសម្បត្តិឲ្យច្រើនចឹងគួរតែរើសមួយយកធ្វើសង្សារទៅគ្រាន់តែឮថារើសមួយយកសង្សារគូដូក៏បានងាកចេញហើយផ្ទុយទៅវិញគេក៏បានងាកមើលទៅលើរ៉ានតែរ៉ានបានតបថាឲ្យងាកមើលអីហ្នឹងបែបនេះភ្លាមនោះគូដូបានលារ៉ានទៅក្នុងថ្នាក់តែរ៉ានបានប្រាប់ថាគូដូមានចាំអត់បើខ្ញុំវាយឈ្នះការប្រកួតតៃក្វាន់ដូគូដូឯងនឹងជូនខ្ញុំទៅលេងនៅ Tropical Land ហើយអា Tropical Land ហ្នឹងដូចតា Disneyland ចឹងអ្នកទាំងអស់គ្នាវាមានអីលេងប្លែកអីចឹងទៅហើយពេលនោះអាអូនគូដូបានភ្លេចស្រាប់តែមីអូនរ៉ែហ្នឹងបានបញ្ចេញក្បាច់គុណមកវាយចោះវាយឡើងអាអូនគូដូនោះនៅក្រោមសម្ពុតអីណែហើយតតែដាក់បានមួយដៃបានចាំវិញកាន់មកដល់ថ្ងៃថ្មីយើងឃើញថាគូដូបាននាំរ៉ែនមកដើរលេងនៅ Tropical Land ផងដែរនៅពេលនោះគូដូបានឃើញក្មេង3នាក់កំពុងតែព្យាយាមលោបចូលលួចលេងព្រោះថាការចូលលេងគឺបងលុយហើយបើថាលួចចូលគឺអត់បងលុយទេភ្លាមនោះគ្រាន់តែដើរចូលទៅភ្លាមនៅពេលនោះគូដូក៏បានជួបអ្នកស្គាល់គ្នាហើយភ្លាមនោះគូដូបានទៅចាប់ដៃរបស់នាងរុះរារាក់តាក់ដាក់គ្នាទៅវិញទៅមកសូមបញ្ជាក់គ្នាយើងថានៅកន្លែងនេះគូដូហើយនឹងរ៉ានបានចូលមកទីនេះដើម្បីមកជិះ roller coaster ខណៈពេលនេះពួកគេក៏បានឡើងជិះ roller coaster ដែលនៅខាងមុខមាននារី2នាក់ដែលមានឈ្មោះថា Hitomi និងម្នាក់ទៀតគឺមានឈ្មោះ Riko ហើយ2នាក់ទៀតដែលអង្គុយបន្ទាប់ពីគូដូនិងរ៉ាននោះគឺគូសង្សារគ្នាដែលម្នាក់ប្រុសមានឈ្មោះថា Kishida ហើយសង្សាររបស់គាត់មានឈ្មោះថា Aiko ហើយចំណែកពីអ្នកខាងក្រោយនោះគឺសាច់រឿងមិនតបានប្រាប់យើងនោះទេក្នុងពេលនោះ roller coaster ក៏បានជាដំណើរហើយនៅពេលដែល roller coaster កំពុងឆ្ពោះដល់កន្លែងងងឹតស្រាប់តែមានករណីឃាតកម្មមួយបានកើតឡើងដែលធ្វើឲ្យលោក Kishida ដាច់ក្បាលតែម្ដងភ្លាមនោះប៉ូលីសក៏បានមកដល់អំឡុងពេលនោះគូដូបានពិនិត្យមើលនៅក្នុងតំបន់របស់ roller coaster នោះហើយក៏បានរកឃើញនៅខ្សែមួយចំនួនដែលជាប់ទៅនឹងគុជខ្យងហើយមានទំពក់នៅខាងចុងនៃខ្សែផងដែរស្រាប់តែពេលនោះប៉ូលីសបានរកឃើញនៅកាំបិតដែលមានប្រឡាក់ឈាមនៅក្នុងកាបូបរបស់អៃកូដែលជាសង្សាររបស់ជនរងគ្រោះផងដែរភ្លាមនោះលោកអធិការម៉ាហ្គូរីបានបញ្ជាឲ្យចាប់ខ្លួននាងជាមិនទាន់ពេលនោះគូដូបានចេញមកនិយាយថានាងមិនមែនជាឃាតករពិតនោះឡើយដោយសារឃាតករបានបន្សល់ទុកនៅភស្តុតាងមិនពិតមួយនៅក្នុងកាបូបរបស់អៃកូក្នុងគោលបំណងទម្លាក់កំហុសមកលើនាងតែគូដូបានបញ្យល់ថានេះជាភស្តុតាងคล้ายៗទេ
ពីព្រោះវាមិនអាចទៅរួចទេដែលនារីគ្មានកម្លាំងគ្រប់គ្រាន់ម្នាក់អាចសម្លាប់មនុស្សដោយការកាត់ក្បាលពេលកំពុងតែជិះ roller coaster នោះដោយការសន្និដ្ឋាននិងស្វែងរកភស្តុតាងគ្រប់គ្រាន់នោះគូដូបានដឹងថានរណាជាឃាតករហើយឃាតករនោះគឺហ៊ីតូម៉ាហើយពេលនោះលោកអធិការមេហ្គូរីបានសួរគូដូថាតើនាងសម្លាប់ជនរងគ្រោះបានយ៉ាងដូចម្ដេចបាទនាងចោទជាមួយនឹងខ្សែសុវត្ថិភាពហើយគូដូបានបញ្យល់ទៀតថាឃាតករបានប្រើកាបូបដើម្បីគេចចេញពីខ្សែសុវត្ថិភាពរួចហើយនាងក៏បន្តទៅយកខ្សែនោះដើម្បីរុំកជនរងគ្រោះដែលខ្សែនោះមានទំពក់នៅខាងចុងដែលការធ្វើបែបនេះក្នុងអំឡុងពេលចូលទៅដល់ភ្លើងងងឹតហើយបន្ទាប់ពីការចងខ្សែជុំវិញករបស់ជនរងគ្រោះហើយឃាតករបានបោះទំពក់ឲ្យទៅជាប់ទៅនឹងភ្លើងរថភ្លើងប្រើវិធីបែបនេះគឺកាត់ក្បាលជនរងគ្រោះដោយប្រើល្បឿនរបស់ roller coaster ហើយពេលនោះគូដូបានបង្ហាញកំហុសរបស់នាងតាមរយៈផុសតាងសម្រាប់ចំនួន2គឺដែលខ្សែករបស់នាងបានបាត់បន្ទាប់ពីការជិះ roller coaster និងការយំរបស់នាងពីព្រោះនាងនឹងថាជនរងគ្រោះនឹងត្រូវស្លាប់ទើបនាងយំបែបនេះហើយនាងបានយំបែបនេះគឺនៅអំឡុងពេលដែលនៅលើ coaster នៅឡើយភ្លាមនោះនាងក៏បានសារភាពពីមូលហេតុដែលនាងសម្លាប់លោក Kishida គឺពីព្រោះនាងបានស្រឡាញ់គ្នាពីមុនដែលនាងបានជួប Aiko និង Riko នៅមហាវិទ្យាល័យទៅទៀតរហូតដល់ថ្ងៃមួយគាត់បានបបងនាងចោលហើយនាងក្រុងសម្លាប់គាត់នៅកន្លែងដែលណាត់ជួបគ្នាលើកដំបូងនោះគឺ Tropical Land នឹងឯងដោយប្រើខ្សែកដែលគាត់បានទិញឲ្យនឹងឯងបន្ទាប់ពីបានដោះស្រាយរឿងឃាតកម្មរួចមកពួកគេក៏បានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញខណៈពេលដែលរៀបនឹងទៅផ្ទះទៅហើយគូដូក៏បានឃើញបរិយាកាសខ្មៅមុននឹងដែលបានជិះ roller coaster គួរឲ្យសង្ស័យតែគូដូបានសម្រេចចិត្តរត់តាមដែលគេបានប្រាប់រានឲ្យទៅផ្ទះមុននៅពេលនោះយើងឃើញថារានបានព្យាយាមរត់តាមដែរស្រាប់តែខ្សែស្បែកជើងរបស់នាងបានដាច់ដែលធ្វើឲ្យនាងមានអារម្មណ៍ថានាងគឺមិនអាចនឹងបានជួបគូដូម្ដងទៀតទេその時私はなぜかそんな予感がしたកាន់មកដល់จุดមួយដែលយើងឃើញមានបរិមម្នាក់កំពុងរងចាំបរិយតែពេលអាវខ្មៅដើម្បីដោះដូរអ្វីម្យ៉ាងខណៈពេលនោះគូដូបានឃើញបរិយនោះដោះដូរអ្វីមួយជាមួយនឹងលុយយ៉ាងច្រើនកំពុងតែមើលសក់ស្រាប់តែបរិយអាវខ្មៅម្នាក់ទៀតបានលោកមកវាយពីក្រោយធ្វើឲ្យគូដូសម្លាប់នៅពេលនោះពួកគេមានគម្រោងនឹងសម្លាប់គូដូដោយប្រើកាំភ្លើងស្រាប់តែពួកគេបានគិតឡើងវិញថាបើប្រើកាំភ្លើងពួកគេនឹងត្រូវចាប់បានដោយប៉ូលីសភ្លាមនោះពួកគេក៏ឲ្យគូដូផឹកថ្នាំអ្វីម្យ៉ាងដែលទំនងជាថ្នាំពុលបន្ទាប់ពីឲ្យគូដូផឹកហើយពួកគេក៏បានចាកចេញទៅយ៉ាងមិនដែរគ្នាយើងសម្រាប់ភាគទី1នេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាសូមរងចាំនៅភាគក្រោយទៀតបាយ